มาปีខាងខេត្តកំពង់ចាមសរាយផ្កាយព្រឹកគឺមានឯកសណ្ឋានពសបានចាញ់បងបន្តិចតួចហើយព្រោះថាអាស្អែមសែនជ័យបារមីស្វាយជ្រុំជ័យមកពីខាងស្វាយជ្រុំចាស្វាយរៀងបានដាច់ពាក់កដាទូកហើយទីប្រត់ក៏ចិត្តដល់មែនតែនដែរឯកសណ្ឋានពណ៌ក្រហមរំលេចដោយមួកពណ៌សគឺជាទូកដែលមានឈ្មោះថាស្អែមសែនជ័យបារមីស្វាយជ្រុំទទួលបានជ័យជំនះនៅក្នុងជើងទី1នេះលេខទូកលេខ154ចាទូកគូទី77ប្រហែលជាតាមលេខរៀងមកវិញហើយទូកគូទី77ខ្សែទឹកខាងក្នុងសារាយផ្កាយព្រឹកដែលអញ្ជើញមកពីខេត្តកំពង់ចាមរីឯខ្សែទឹកខាងក្រៅស្អែមសែនជ័យបារមីស្វាយជ្រុំខេត្តស្វាយរៀងទូកពីរនេះឃើញថាខ្សែទឹកខាងក្នុងបានកំពុងតែនាំមុខជិតដល់ទីប្រត់លបឿនខាងក្នុងលឿនជាងចាគឺសារាយផ្កាយព្រឹកមកពីវត្តប្រាសាទបតីព្រៃតបោកកំពង់ចាមឈ្នះទៅលើស្អែមសែនជ័យបារមីស្វាយជ្រុំ